នេះបងប្អូនរបៀបបណ្ដោះម្ទេសបែបងាយយកទឹកខ្ទឹមក្រហមមួយផ្លែហើយយកម្ទេសមញីទាំងសងខាងហើយយកទៅផ្សំនៅក្នុងផើងបន្ទាប់មកបាញ់ទឹកហើយគ្របទុករយៈពេល1អាទិត្យយកមកម្ទេសនឹងដុះចេញជាបែបនេះមានស្លឹកមានរឹសហើយនេះវិធីទី2គឺយកម្ទេស3ផ្លែដូចគ្នាយកមកហើយជូតប្រទេសកន្ទុយក្រពើម្ដងហើយដោតបែបនេះហើយមានកែវដាក់ទឹកចិត្តបន្ទុយកន្ទុយក្រពើចូលបន្ទាប់មកយកម្ទេសមកត្រាំហើយគ្របទុករយៈពេល1អាទិត្យបន្ទាប់មកវានឹងដុះចេញជាបែបនេះងាយស្រួលដាំបងប្អូនអាចធ្វើតាមវិធីនេះបានហើយនឹងវិធីនេះទៀតបងប្អូនគ្រាន់តែយកដីដាក់ផើងណាមួយហើយដាក់ដីហើយមានម្ទេសមួយផ្លែចិត្តយកតែគ្រាប់ទេហើយរោយនៅលើដីដែលយើងមានសាច់បន្ទាប់មកវីបន្តិចហើយដាក់ទឹកឲ្យសព្វរួចទុកឲ្យចិត្តទុកមួយកន្លែងបន្ទាប់ក្រោយមកម្ទេសនឹងដុះចេញជាបែបនេះវិធីបែបងាយបងប្អូនអាចធ្វើបានហើយបងប្អូនអាចយកទៅដាំតាមកន្លែងដែលបងប្អូនចង់ដាំអរគុណបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្ណឹងទេបើមានកំហុសឆ្គងអីសូមអភ័យទោសទុកជាមុនអរគុណជម្រាបលាបាយបាយ